មួយមុខនេះបើបានធ្វើញ៉ាំជុំគ្នាគឺដឹងតែអេមហ្មងត្រីបំពងជាមួយម្សៅយកមកឆាជាមួយនឹងគ្រឿងគល់ស្លឹកគ្រៃស្លឹកក្រូចរសជាតិបកេរៀងប្រៃផ្អែមហឹលញ៉ាំទៅឡើងជក់មាត់ហ្មងមុខនេះធ្វើជាគ្រឿងក្លែមក៏បានញ៉ាំជាមួយបាយក៏ត្រូវបញ្ចូលឆ្នាំចិនខាងមុខនេះបើមិនទាន់ដឹងថាគួរធ្វើអីឲ្យឆ្ងាញ់ប្លែកអាចសាកធ្វើមកមុខនេះបានគ្រឿងផ្សំរបស់ខ្ញុំគឺមានគល់ស្លឹកគ្រៃស្លឹកក្រូចសាច់ត្រីរ៉ស់ភ្លះឆ្អឹងចេញហាន់កង់យើងចង់បានស្ដើងក្រាស់លៃមើលតាមនឹងទៅខ្ទឹមសខ្ទឹមក្រហមច្រាំជាមួយនឹងម្ទេសហើយគ្រឿងផ្សំពិសេសហ្នឹងគឺម្សៅបំពងស្រួយអាជីណូម៉ូតូខ្វះអត់បានទេជាដំបូងនេះគឺខ្ញុំមកលាយគ្រឿងសិនទុកសម្រាប់ឆាដំបូងគឺខ្ញុំដាក់ប៊ីចេងចូលក្នុងចានបន្ទាប់មកខ្ញុំដាក់ស្ករត្នោតចូលដាក់ទឹកប្រេងខ្យងហើយនឹងទឹកត្រីចំពោះរសជាតិនេះគឺខ្ញុំលាយយកប្រៃផ្អែមអញ្ចឹងបន្ទាប់ពីដាក់គ្រឿងសពមុខអស់ហើយចាប់ដើមច្បល់ស្ករត្នោតឲ្យបានលាយសពពេលហ្នឹងគឺខ្ញុំបានលួចជាមួយនឹងស្ករសដែរតែខ្ញុំអត់បានថតច្បល់គ្រឿងនឹងបានសពហើយទុកម្លាយសិនព្រោះអត់តាន់ត្រូវការទេបន្ទាប់មកគឺខ្ញុំចាប់ដើមដាក់ប្រេងឆាចូលទៅក្នុងខ្ទះត្រៀមនឹងបំពងត្រីតែមុននឹងបំពងត្រីហ្នឹងគឺត្រូវប្រឡាក់ជាមួយនឹងម្សៅបំពងស្រួយអាជីណូម៉ូតូសិនថ្ងៃនេះគឺខ្ញុំជ្រើសរើសប្រើជាមួយនឹងរសជាតិហឹរម្ដងម្សៅបំពងស្រួយអាជីណូម៉ូតូមានពីររសជាតិគឺរសជាតិខ្ទឹមនិងម្រេចនិងរសជាតិហឹរជាម្សៅបំពងដែលលាយគ្រឿងទេសរួចជាស្រេចមានរសជាតិល្មមឈ្ងុយឆ្ងាញ់ងាយស្រួលបំពងនិងស្រួយឆ្ងាញ់សម្រាប់ម្សៅបំពងស្រួយមួយកញ្ចប់លាយជាមួយនឹងទឹក160 ml ឬបរិមាណទឹកសមល្មមអាចបំពងបន្លែឬសាច់បាន1គីឡូចង់ដឹងពីព័ត៌មានលម្អិតឬការទិញផលិតផលសូមចូលទៅកាន់ទំព័រ Facebook Page Ajinomoto Cambodia ដែលខ្ញុំដាក់ជូននៅខាងក្នុងវីដេអូនេះតោះអញ្ចឹងចូលមកដល់របៀបធ្វើវិញសាច់ត្រីហ្នឹងគឺខ្ញុំប្រឡាក់ជាមួយនឹងម្សៅបំពងរសជាតិហឹរហើយគឺខ្ញុំច្បល់ឲ្យសព្វបន្ទាប់មកគឺខ្ញុំតេសមួយនៅលើប្រេងឆាវាឡើងក្តៅហើយអញ្ចឹងខ្ញុំដួសសាច់ត្រីដាក់ចូលទៅក្នុងប្រេងឆាក្តៅតែមុននឹងចាក់ចូលហ្នឹងគឺយើងកលែងឲ្យជ្រុះម្សៅដុំសិនឲ្យសាច់ម្សៅវាស្មើសព្វជាមួយនឹងសាច់ត្រីបំពងរហូតតតែត្រីរបស់យើងឡើងក្រហមបែបនេះចាំស្រង់ចេញពេលដែលយើងបំពងក្រហមចេះទៅគឺវាស្រួយនៅខាងក្រៅអញ្ចឹងបន្ទាប់ពីក្រហមតាមដែលខ្ញុំចង់បានហើយគឺខ្ញុំស្រង់ដាក់នឹងកត្រងប្រហោងដើម្បីឲ្យវាស្រស់ប្រេងបំពងចុះទៅក្រោមអស់ឲ្យស្ងួតអញ្ចឹងណាទុកនៅកត្រងនឹងចោលមួយសន្ទុះសិនទៅមើលតែស្ងួតបែបនេះហើយចាំចាក់ដាក់ក្នុងពេលដែលបំពងក្រហមបែបនេះសាច់ត្រីរបស់យើងឡើងស្រួយហ្មងតែមិនមែនស្រួយប្រោកទេណាគឺស្រួយក្រៅទន់ក្នុងត្រីបំពងរួចហើយទុកម្លាយសិនឥឡូវនេះគឺខ្ញុំចាប់ផ្ដើមមកឆាគ្រឿងដំបូងដាក់ប្រេងឆាចូលក្នុងខ្ទះបន្ទាប់មកដាក់ខ្ទឹមសខ្ទឹមក្រហមចូលឆាពីមុខនឹងឲ្យបានឈ្ងុយហើយដាក់ម្ទេសនេះចូលចិត្តហឹរខ្លាំងប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅឆាម្ទេសបានមកឈ្ងុយហើយបន្ទាប់មកដាក់ជាមួយនឹងគល់ស្លឹកគ្រៃដែលយើងហាន់ស្ដើងចូលចិត្តច្រើនប៉ុណ្ណាដាក់ប៉ុណ្ណឹងឆាគល់ស្លឹកគ្រៃនឹងឲ្យឡើងឈ្ងុយបន្តិចបន្ទាប់មកគឺចាប់ផ្ដើមវែកគល់ស្លឹកគ្រៃនឹងទៅមកចំហៀងហើយចាក់ទឹកគ្រឿងដែលយើងបានលាយមុននឹងចូលចាក់ទឹកគ្រឿងចូលហើយគឺយើងចាប់ផ្ដើមឆាគល់ស្លឹកគ្រៃជាមួយនឹងគ្រឿងនឹងឲ្យវាបានចូលសព្វចាក់ទឹកបន្តិចកលែងពីចានគ្រឿងមិញនឹងឯងដើម្បីងាស់គ្រឿងឲ្យវាចូលជាតិជាមួយនឹងគល់ស្លឹកគ្រៃឆាមកត្រឡប់ពីត្រឡប់គឺខ្ញុំថែមជាមួយនឹងទឹកស៊ីអ៊ីវខាប់បន្តិចយកពណ៌ឆាមកសព្វហើយមើលតែគ្រឿងចាប់ផ្ដើមចូលជាតិហើយគឺចាក់សាច់ត្រីចូលហើយកូរឲ្យញាប់បន្តិចដើម្បីឲ្យគ្រឿងហ្នឹងវាល្មួតជាប់ជាមួយនឹងសាច់ត្រីតែកូរយឺតពេកហ្នឹងគ្រឿងរបស់យើងស្ងួតគឺអត់បានសព្វជាមួយនឹងសាច់ត្រីទេកូរមកសព្វហើយគ្រឿងអត់តាន់ស្ងួតទេគឺខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងស្លឹកក្រូចដែលយើងបេះទៅក្នុងខ្នងចេញណាចូលចិត្តច្រើនប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅដាក់ក្រូចហើយយើងកូរមកត្រឡប់ពីត្រឡប់ឲ្យវាស្ងួតល្មួតតាមដែលយើងចង់បានគឺរួចរាល់ជាការឆារួចចានិយាយពីតំណងគ្រឿងល្មួតជាប់ជាមួយនឹងសាច់ចេះហើយនិយាយពីថាញ៉ាំទៅត្រូវហ្មងពេលដែលញ៉ាំចូលទៅក្នុងមាត់ទៅប៉ះគល់ស្លឹកគ្រៃបន្តិចស្លឹកក្រូចឈ្ងុយហើយរសជាតិគេប្រៃផ្អែមហឹលញ៉ាំទៅឡើងជក់មាត់ហ្មងអត់តលន់ទេហើយមកមុខនេះចង់ធ្វើញ៉ាំជាមួយបាយក៏បានញ៉ាំលេងញ៉ាំជាមួយនឹងអាចជែអូយគ្រឿងក្លែមគឺថាត្រូវខ្លាំងហ្មងងាយឡើងអត់ដឹងថាគួរធ្វើអីញ៉ាំជុំគ្នាឲ្យប្លែកមាត់ហើយឆ្ងាញ់អាចសាកធ្វើមកមុខនេះធានាថាមកញ៉ាំលិតដៃហ្មងអរគុណដែលបានចូលទស្សនាជួបគ្នាម្ដងទៀតនៅវីដេអូក្រោយបាយ